អាញាធរកម្ពុជាបានចាប់ខ្លួនអង្គញាកុងលីពីបទចូលរួមជាមួយពួកអ ក្រិតជនចិនប្រព្រឹត្តទង្វើអ ក្រិតកម្មអង្គញាកុងលីគឺជាម្ចាស់សន្តាគារនិងកាស៊ីណូនៅក្នុងខេត្តព្រះសីហនុឥឡូវនេះឲ្យតែជនជាតិខ្មែររូបណាចូលដៃចូលចឹងជាមួយនឹងពួកអ ក្រិតជនចិនគឺអាញាធរកម្ពុជានឹងបង្ក្រាបហើយវានឹងមានច្រើនទៀតណាស់សូម្បីតែអ្នកខ្លះគឺជាប៉ូលីសផងក៏ចូលដៃចូលចឹងជាមួយនឹងពួកវាដែរចំណែកឯជនជាតិខ្មែរមួយចំនួនទៀតដែលជាអ្នកលាងលុយឲ្យគេហើយក៏មកសម្ដែងធ្វើជាអ្នកមាននៅតាមអនឡាញនេះក៏គួរតែចាប់និងស៊ើបអង្កេតដែរយើងមិនអាចបណ្ដោយឲ្យប្រទេសកម្ពុជាយើងខ្លាយទៅជាទីជម្រកសម្រាប់ពួកមនុស្សអញ្ចឹងទេរឿងបង្ក្រាបនេះវាងាយស្រួលណាស់ឲ្យតែឃើញអាគេណាដែលមានពតដៃខ្សែបណ្ដាលួសមានបង្អួចដាក់ដៃអ្វីហ្នឹងគឺចូលចាប់ទៅគ្មានកន្លែងត្រឹមត្រូវណាគេធ្វើអញ្ចឹងទេលើកឈ្មោះម្ចាស់អាគារដែលជួយឲ្យពួកចិនបោកប្រាស់ហ្នឹងចាប់ខ្លួនដែរទៅកន្លែងចឹងមានច្រើនណាស់ការខ្ញុំទៅលេងកំពង់សោមខ្ញុំជិះតែមួយផ្លែតក៏ឃើញអាគារបានចឹងមកកាណូវាមិនដាក់អាគារត្រឹមត្រូវណាឬខុនដូត្រឹមត្រូវណាត្រូវកាត់ដាក់ដៃដូចជាកុកនៅត្រង់កន្លែងវារងដាននោះទេវាមិនដែលរៀនសាមញ្ញដូចជាខ្ញុំគ្រាន់តែកន្លែងមើលទៅសោះក៏បានដឹងចំណែកអាញាធរបើជាមិនដឹងនោះទេនេះបានបញ្ជាក់ថាមានមន្ត្រីថ្នាក់ក្រោមមួយចំនួនខ្លះបានខំខិតជាមួយពួកក្រិតជនហើយរដ្ឋាភិបាលបានប្រកាសរួចហើយថាគោលដៅកម្ពុជាក្នុងឆ្នាំនេះគឺបង្ក្រាបពួកទាំងអស់នឹងឲ្យអស់និងសូមឲ្យប្រជាពលរដ្ឋនាំគ្នាជួយចូលរួមបញ្ហានេះវាគឺជាបញ្ហាជាតិបើយើងមិនអាចបង្ក្រាបពួកក្រិតជនតាមអ៊ីនធឺណិតនៅកម្ពុជាបានទេនោះជាតិយើងប្រទេសយើងនឹងមានកេរ្តិ៍ឈ្មោះអាក្រក់ជារៀងរហូតចំណែកឯសេដ្ឋកិច្ចមិនរីកចម្រើនទេមានតែថយក្រោយបើទេសចរវិញក៏មិនកើនឡើងដែរហើយមួយពិភពលោកទាំងមូលគេនឹងមើលមកប្រទេសយើងដូចជាប្រទេសភូមាអញ្ចឹងប្រសិនបើបងប្អូនណាបានឃើញពួកក្រុមមនុស្សដែលព្យាយាមការពារពួកក្រិតជនចិនទាំងអស់ហ្នឹងដោយធ្វើដូចជាគ្មានពួកវានៅក្នុងប្រទេសកម្ពុជាខ្ញុំសង្ស័យថាពួកគេទាំងអស់ហ្នឹងប្រហែលជាបានលុយចូលហៅប៉ៅហើយទៅបានជាចង់ពពួកខ្មែរកុំឲ្យជឿថាមានពួកវាបងប្អូនសាកសម័យមើលទៅលុយពួកអ ក្រិតជនចិនដែលរកបានគឺរាប់ពាន់លានដុល្លារក្នុងមួយឆ្នាំវាងាយស្រួលក្នុងការចូលជនជាតិខ្មែរនៅតាមអនឡាញឲ្យធ្វើវីដេអូមកវាប្រហារមនុស្សដូចជាខ្ញុំណាស់ពួកគេមិនចង់ឲ្យខ្មែរស្ដាប់ខ្ញុំនិងជឿខ្ញុំទេពួកគេមិនចង់ឲ្យខ្មែរភ្ញាក់ឡើងទេបើខ្មែរចាប់ផ្ដើមភ្ញាក់នោះពួកគេនឹងដាច់ឆ្នាំងបាយបងប្អូនសាកគិតមើលទៅគ្រាន់តែចំណាយលុយ100លានដុល្លារគឺវាងាយស្រួលណាស់ក្នុងការជួលក្បាលមនុស្សចំនួន1000នាក់ទៅ2000នាក់ឲ្យមកធ្វើជាអ្នកចែករំលែកទៅតាមអនឡាញធ្វើជាអ្នកលក់ដូរឬជាអ្នកផ្សាយព័ត៌មានលក្ខណៈគោលបំណងរបស់ពួកគេគឺចង់បោកបញ្ឆោតបងប្អូនឲ្យជឿថាពួកគេគឺជាការពិតបន្ទាប់មកគេក៏ធ្វើជាទៅវាប្រហារមនុស្សដូចជាខ្ញុំដែលតែងតែនិយាយការពារដល់បងប្អូនទាំងអស់គ្នាសូមបងប្អូនប្រុងប្រយ័ត្នផងកុំជឿទៅលើអ្វីដែលពួកគេព្យាយាមនិយាយលៀបពណ៌ខ្ញុំពួកគេទាំងអស់នោះអាចជាផ្នែកមួយនៃអង្គការអ ក្រិតជនចិនមនុស្សប្រភេទដូចជាពួកគេគឺងាយស្រួលក្នុងការទិញក្បាលបានណាស់នេះគឺវាបានចូលសង្គ្រាមអនឡាញហើយលុយដែលពាក់ព័ន្ធគឺវាចូលរាប់ពាន់លានដុល្លារពួកគេមិនចង់ឲ្យរដ្ឋាភិបាលបង្ក្រាបពួកអ ក្រិតជនទាំងអស់នោះទេព្រោះតែខ្លាចដាច់ឆ្នាំងបាយរបស់ពួកគេ